ស្រីម្នាក់នឹងលួចទៅនៅជាមួយសង្សារចាស់3ថ្ងៃ3យប់ក៏តែមកខែទើបព្រមមកផ្ទះវិញនាងស្មានថាសង្សារនាងនឹងលើកលែងទោសឲ្យដូចរាល់ដងតែស្មានមិនដល់ថាគេបែរជីកិច្ចមុខចេញពីនាងបាត់ពេលនោះនាងក៏ឃើញសង្សាររៀបចំវ៉ាលីរួចរាល់ក៏ភ័យស្លន់ស្លោសួរថាគេចង់ទៅណាតែគេប្រាប់ថាគ្រាន់តែចង់ទៅលេងស្រុកគឺបែបហ្នឹងនាងក៏ធូរចិត្តបន្តិចក៏ផ្ដាំឲ្យគេប្រញាប់ទៅប្រញាប់មកវិញចាំនៅផ្ទះរងចាំគេតែគេដើរចេញទៅទាំងមិនងាកក្រោយតាមពិតអ្នកទាំងពីរចិត្តរៀបការជាមួយគ្នាហើយតែដល់ថ្ងៃទៅសាកឈុតការសង្សារចាស់របស់នាងបែរជាត្រឡប់មកពីក្រៅប្រទេសវិញពេលដឹងដំណឹងភ្លាមនាងក៏ប្រញាប់តុបតែងខ្លួនយ៉ាងស្អាតសង្សារនាងឃើញក៏សួរថានាងចង់ទៅណាតែនាងបែរជាកុហកថាទៅជួបម៉ួយធំម្នាក់ឲ្យគេទៅសាកឈុតការមុនទៅរួចក៏ប្រញាប់ចេញទៅបាត់គេឃើញទូរស័ព្ទនាងភ្លេចនៅលើតុក៏រើសយកទៅឲ្យនាងវិញស្រាប់តែពេលនោះមានសារផ្ញើមកជិនយីបងចង់ឲ្យអូនជាមនុស្សដំបូងដែលបងបានជួបពេលមកដល់វិញគេមិនជឿថាសង្សារខ្លួនជាមនុស្សបែបហ្នឹងសោះក៏លួចដើរតាមពីក្រោយស្ងាត់តែគ្រាន់តែទៅដល់ប្រលានយន្តហោះភ្លាមក៏ឃើញប្រុសម្នាក់នោះសុំនាងរៀបការបាត់អ្វីដែលនឹកស្មានមិនដល់នោះគឺមិត្តស្រីបែរជាយកព្រមទៀតឃើញបែបនេះគេដឹងច្បាស់ថាខ្លួនឯងនិងនាងគ្មានផ្លូវត្រូវគ្នាវិញទេរូបភាពគេអាប់គ្នាធ្វើឲ្យគេឈឺចាប់ខ្លាំងណាស់ហើយមិត្តភក្តិនៅក្បែរនោះក៏សួរនាងថាចុះរឿងការងារជាមួយមិត្តប្រុសគិតមិនវិញតែនាងបែរជានិយាយយ៉ាងជឿជាក់ថាគេគ្មានផ្លូវចាក់ចេញពីនាងទេវាហើយគេក៏អស់សង្ឃឹមខ្លាំងក៏លើកទូរស័ព្ទទៅរកប៉ាម៉ាក់ប្រាប់ថាខ្លួនយល់ព្រមរៀបការជាមួយអ្នកដែលគ្រួសារផ្សំផ្គុំឲ្យបន្ទាប់មកគេក៏ទៅហាងសាក់ឈុតការពេលនោះខាងរៀបចំការក៏ទេមកលោកឆេងកញ្ញាស្ថាពីមុនដាក់ឈ្មោះកូនកំឡោះខុសគាត់ចង់បដូរឈ្មោះទៅជាខយេញិនវិញស៊ូយេញៀវកំពុងរៀបចំខ្លួនជ្រើសរើសថ្ងៃការរួចរាល់ហើយដើម្បីរៀបការជាមួយប្រុសផ្សេងពេលនោះគេក៏តាំងចិត្តឲ្យស្ងប់ហើយប្រាប់ឲ្យដូរឈ្មោះមិត្តស្រីទៅជាឈ្មោះគូដណ្ដឹងថ្មីវិញស្របពេលនោះមិត្តស្រីក៏ដើរមកដល់នាងក៏ធ្វើជាសរសើរគេឡើងហួសហេតុបន្ទាប់មកនាងក៏ប្រាប់ថាថ្ងៃការមានការរវើបន្តិចចង់លើកថ្ងៃការទៅ2 3ថ្ងៃទៀតខាងប្រុសដឹងចិត្តនាងច្បាស់ណាស់ក៏យល់ព្រមតាមនឹងទៅឃើញសង្សារយល់ព្រមងាយបែបនេះនាងក៏ស្បត់ភ្លាមថាមួយជីវិតនេះស្រឡាញ់តែគេម្នាក់គត់តែ3ឆ្នាំមុនគេក៏ធ្លាប់ស្ងាត់មាត់បែបនេះដែរចឹងហើយទើបសម្ដីនាងលើកនេះធ្វើអីគេមិនបានព្រោះឥឡូវនាងទៅនៅក្នុងរង្វង់ដៃអ្នកផ្សេងបាត់ហើយបន្ទាប់មកនាងក៏ប្រាប់ទៀតថាយប់នឹងចង់ទៅដើរលេងជាមួយមិត្តភក្តិដោយសារតែទម្លាប់ទៅហើយគេក៏ឲ្យនាងទៅតែពេលគេទើបតែមកដល់ផ្ទះក៏ឃើញមិត្តភក្តិរបស់នាងបង្ហោះរូបក្នុងបណ្ដាញសង្គមពេលនោះឯងអាម្នាក់នោះក៏ផ្ញើសារមកឌឺដងណែដឹងអត់ថាសង្សារឯងកំពុងធ្វើអីចំណែកខាងស្រីវិញបែរជាមានអារម្មណ៍មិនសូវស្រួលនាងមានអារម្មណ៍ថាដូចមានរឿងអីចង់កើតឡើងតែពេលនោះអាម្នាក់នោះក៏សារភាពស្នេហ៍ម្ដងទៀតដោយសារតែលងខ្លាំងពេកនាងក៏មិនបានគិតច្រើនហើយក៏អបគ្នាជាមួយអាម្នាក់នោះយ៉ាងណែនចំណែកខាងប្រុសពេលមកដល់បារភ្លាមក៏ឃើញទិដ្ឋភាពដែលមិនគួរឲ្យជឿគេក៏អស់ទំនុកចិត្តលើនាងទាំងស្រុងលុះស្អែកឡើងក៏រៀបចំខោអាវបំរុងនឹងចាក់ចេញទៅចាំដល់ពេលនាងមកដល់ផ្ទះវិញពេលព្រឹកចេះតែមានអារម្មណ៍មិនស្រួលក្នុងចិត្តប៉ុន្មានថ្ងៃមុនពេលគាត់ចេញពីផ្ទះគាត់មិនសូវខ្វល់ខ្វាយជាមួយនាងទេគាត់ខ្លាចបែកការតែមិត្តជិតដិតនឹងស្រីម្នាក់នោះបែរជានិយាយថារឿងនេះរៀបចំបានយ៉ាងរលូនបំផុតនៅកំដរគាត់3ឆ្នាំទៅសល់ពេលមិនយូរទៀតទេសំខាន់ឲ្យតែផុត1ខែនេះទៅគាត់នឹងត្រឡប់មកក្បែរឯងវិញដោយស្ដាប់បង្គាប់ហើយយេញៀវស្អែកដល់ពេលហើយកុំគិតច្រើនអីពន្យល់ប៉ុណ្ណឹងបានហើយដល់ថ្ងៃរៀបការគាត់ស្លៀកឈុតកូនកំលោះនៅមុខកញ្ចក់ឪពុកម្ដាយគាត់វិញសប្បាយចិត្តណាស់អ្នកទាំងពីរមិនពេញចិត្តសង្សារកូនប្រុសយូរហើយពេលឃើញគាត់ភ្ញាក់រលឹកបែបនេះមិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេពេលនោះគាត់ក៏ដកទូរស័ព្ទចេញមកបង្ហោះរូបថាខ្លួនឯងរៀបការពួកមិត្តភក្តិរួមគ្នាស្មានតែជាការរបស់គាត់ជាមួយសង្សារក៏នាំគ្នាចូលមកជូនពរព្រមព្រៀងមានតែគាត់ម្នាក់គត់ដែលដឹងថាចាប់ពីថ្ងៃនេះទៅនឹងលែងពាក់ព័ន្ធអ្វីជាមួយនាងទៀតហើយពេលគាត់ទៅដល់មុខសន្តាគារក៏ជួបសង្សារនឹងស្រីម្នាក់នោះចុះពីឡានល្មមពេលនោះសង្សារគាត់មើលទៅមានក្តីសុខណាស់អត់ដឹងសោះថាកន្លែងដែលគេរៀបការជាមួយស្រីក្នុងចិត្តគេនឹងម្ចាស់ពិតប្រាកដគឺជាបុរសម្នាក់នោះនឹងគូដណ្ដឹងគេសោះអបអរសាទរផងណាលោកស៊ុនចុងក្រោយបានការហើយតើអរគុណច្រើនលោកស៊ុនមកចាំខ្ញុំណែនាំឲ្យស្គាល់នេះគឺជានាងជំរាបសួរលោកស៊ុនលោកស៊ូថ្ងៃនេះអត់ឃើញស៊ីងហឺសោះគឺស៊ីងហឺនឹងហើយអ្នកដែលខ្ញុំត្រូវរៀបការជាមួយគឺគេនឹងឯងអាហាលោកស៊ូនិយាយលេងមែនទេរឿងបែបហ្នឹងនិយាយលេងមិនកើតអ្នកដែលត្រូវរៀបការជាមួយជានាងគឺខ្ញុំតែស៊ីងហឺទើបតែបង្ហោះ Facebook ថាថ្ងៃនេះគេរៀបការតើឯងនិយាយថាអីមែនតើមើលទៅទាំងសន្តាគារទាំងថ្ងៃខែគឺដូចគ្នាបេះបិទមិនក៏អាចថាមិនមែនការជាមួយលោកបានមិនអាចទេមិននឹងអាចទៅរួចគេរៀបការតែអត់ឃើញកូនក្រមុំផងចុះគេការជាមួយអ្នកណាខ្ញុំការជាមួយអ្នកណាពាក់ព័ន្ធអីជាមួយឯងស៊ីងហឺមិនក៏ឯងមកទីនេះខ្ញុំចង់សួរឯងវិញតើមិនក៏មកនៅទីនេះខ្ញុំលោកឈិនខុសត្រូវយ៉ាងណាគឺមកពីខ្ញុំទាំងអស់មិនពាក់ព័ន្ធជាមួយជាញាតិទេអូសំដែងបានសមល្អតើជានីវគ្រាន់តែចង់បំពេញបំណងចុងក្រោយរបស់ខ្ញុំទេ
បើបងចង់វីចង់ជេរមកលើខ្ញុំមកបងថ្លៃបងជួយសម្រេចបំណងគ្រួសារនឹងជីវទៅនាងគ្រាន់តែរៀបការជាមួយយាយញ៉ានទេតែក្នុងចិត្តនាងនៅតែស្រឡាញ់បងមែនហើយបងថ្លៃមនុស្សចិត្តល្អហើយមានទំនួលខុសត្រូវដូចជីវបងពិតជាបានកំណប់ហើយត្រូវចេះថែរក្សាឲ្យល្អណាស់ជានេះខ្ញុំសុំទោសខ្ញុំមិនបានតាំងចិត្តលាក់បាំងបងទេជាញ៉ានគាត់សល់ពេលមិនច្រើនទេខ្ញុំគ្រាន់តែចង់បំពេញបំណងចុងក្រោយរបស់គាត់បងស្ដាប់បង្គាប់ទៅផ្ទះមុនទៅចាំខ្ញុំរួចរាល់ខ្ញុំនឹងទៅរកបងវិញស៊ូយិនយូឯងគិតថាពួកយើងអាចត្រឡប់ទៅដូចដើមវិញបានមែនទេលោកឆេនខ្ញុំស្រឡាញ់យិនយូខ្លាំងណាស់តែខ្ញុំកើតជំងឺមហារីកខ្ញុំមិនសុំអ្វីទៀតទេបំណងចុងក្រោយរបស់ខ្ញុំគឺមុនពេលស្លាប់បានរៀបការជាមួយយិនរុយអង្វរលោកជួយសម្រេចបំណងខ្ញុំផង